សួស្តីអ្នកទាំងអស់គ្នាក្នុងវីដេអូនេះខ្ញុំមកធ្វើការបើកប្រអប់នៅម៉ៅ VGN F1 SE ហើយនឹងនិយាយពីចំណាប់អារម្មណ៍របស់ខ្ញុំខ្លះៗបន្ទាប់ពីប្រើម៉ៅមួយហ្នឹងអញ្ចឹងនៅក្នុងប្រអប់ម៉ៅគឺយើងបើកមកឃើញមានម៉ៅហើយសក្តាណែនាំហើយជាមួយនឹងដូច USB Type C មួយហើយនេះគឺជារូបរាងរបស់ VGN F1 SE ដែលរូបរាងវាដូចតែ VGN F1 ពីមុនអញ្ចឹងគ្រាន់តែversion SE នេះគឺគេផលិតមកឲ្យវាតម្លៃគួរសមហើយតម្លាក់វាស្ពេចតិចតួចអីចឹងទៅហើយម៉ៅមួយនឹងដែរគឺមាន3ពណ៌គឺមានពណ៌សពណ៌ខ្មៅហើយពណ៌ផ្កាឈូកចំពោះ spec របស់ VGN F1 SE នេះដែរគឺបំពាក់មកជាមួយនឹង sensor POR 3311ទម្ងន់57ក្រាមថ្ម600មីលីអាំពែម៉ោងនិង switch Omron mechanical switch ហើយម៉ៅនេះដែរគឺយើងអាចប្រើបាន3 mode គឺយើង wireless ក៏បានខ្សែក៏បាន Bluetooth ក៏បានហើយមានប៊ូតុង Deep Eye ហើយនៅខាងក្រោមម៉ៅទៅក៏មានកន្លែងទុកដុំ receiver របស់ម៉ៅដែរឥឡូវខ្ញុំមកនិយាយពីទំហំម៉ៅនេះដែរជាប្រភេទ medium size ប៉ុន្តែក៏យើងអាចប្រើបានគ្រប់ទំហំដៃដែរចំពោះអ្នកដែលគាត់ដៃតូចគឺយើងអាចប្រើបាន palm grip និង claw grip ពួកអ្នកដែលគាត់ដៃទំហំខ្នាតកណ្ដាលគឺយើងអាចប្រើបានគ្រប់ទម្រង់ fingertip grip ក៏បាន palm grip ក៏បាន claw grip ក៏បានហើយចំពោះអ្នកដែលគាត់ដៃធំគឺយើងអាចប្រើបានត្រឹមតែ claw grip និង fingertip grip ទេបើ palm grip គឺវាហួសម្រាមដៃឥឡូវយើងចូលមក app software របស់ម៉ៅមួយហ្នឹងគឺដែលខ្ញុំបង្ហាញនេះគឺ version 3.1.4 ហើយគឺយើងអាចដូររូប background បានគឺយើងអាច upload រូបរបស់យើងចូលក៏បានដែរខ្ញុំឧទាហរណ៍តិចនេះគឺយើងដូរភាសាហើយអានេះពណ៌ម៉ៅបើយើងម៉ៅយើងសដាក់ពណ៌សមកនេះគឺយើងមក key setting ហើយវាម៉ៅហ្នឹងក៏វាមាន on board ដែរមាន14device setting គឺយើងអាច add device បន្ថែមក៏បានលុបចោលក៏បាន device គឺយើងមានពី set ពី50ទៅដល់12000នេះយើងលុបចោលក៏បានហើយ macro setting មកកន្លែង setting សំខាន់គឺយើងអាចសេរី pulling rate setting sensor អានេះធ្វើការយើងប្រើ base mode ទៅបើយើងលេង game វា e-sport mode មកហើយនេះ LOD setting motion straight line នេះ jitter wheel នេះក៏មានបើ setting នេះបើអ្នកខ្លះប្រើអ្នកខ្លះអត់ចឹងទៅអានេះបើខ្ញុំបញ្យល់គឺ setting នេះបើអ្នកគាត់លេង game ពពួក fast FPS ដូចជា Apex ដូចជា Overwatch ដើម្បី track មនុស្សបាញ់អីស្រួលហ្នឹងគឺយើងបើកកណ្ដឹងទៅប៉ុន្តែអានេះគាត់ថាបើយើងបើកវា increase delay អ្នកខ្លះប្រើអ្នកខ្លះអត់នឹងទៅតាមគាត់ប្រើអញ្ចឹងហើយ key anti sag delay នេះគឺ debound setting ហ្នឹងហើយម៉ៅនេះជាប្រភេទ mechanical switch អញ្ចឹងខ្ញុំ recommend ឲ្យប្រើ 1ms ទៅដល់ 4ms បើយើងប្រើទៀបទៅតាមហ្នឹងវាប្រើយូរឆ្នាំទៅវាអាចនឹងបញ្ហា double click ទៅតាមហ្នឹងអញ្ចឹងទៅហើយ sleep time setting តាមដែលយើងប្រើ5នាទី device lightning គឺភ្លើងទៅលើម៉ៅហ្នឹងតែយើងមិនបាច់បើកទេវាបើយើងបើកនាំតែស៊ីថ្មម៉ៅអត់ប្រយោជន៍ហើយ setting នេះគឺកន្លែងយើង update firmware ហ្នឹងតែភ្ជាប់អានេះក៏ភ្ជាប់ជាមួយដុំ receiver ហ្នឹងប៉ុន្តែវាជាអត់មានបញ្ហាទេបើម៉ៅយើងនិយាយទៅបើម៉ៅយើងមានបញ្ហាយើងបាច់ up firmware up អីទេហើយមកវិញហ្នឹងក៏វាមាន web software យើងសេរី setting ដែរគឺ vgnlab.com ហើយយើង connect មក device ម៉ៅយើងមកហើយនេះវាមាន on board ដែរវាមានកន្លែងសេរី key សេរី device ដូចនិយាយទៅ setting វាដូចតែក្នុង app driver អញ្ចឹងវាមាន software យើងសេរីអញ្ចឹងងាយស្រួលតែយើងដាក់តាមខ្លួនយកទៅ net យកទៅអីអញ្ចឹងណាអ្នកខ្លះគាត់ប្រើអញ្ចឹងណាអញ្ចឹងយើងចង់បន្តកលៈវីដេអូនេះខ្ញុំមកនិយាយពីចំណាប់អារម្មណ៍របស់ខ្ញុំបន្ទាប់ពីសាកប្រើម៉ៅ VGN F1 SE នេះដែលអ្នកនរគ្នាបានឃើញអញ្ចឹងក្នុង hand cam គឺខ្ញុំកាន់ប្រើជាទម្រង់ claw grip ដោយសារទំហំដៃខ្ញុំវាធំម៉ៅ VGN F1 SE នេះតម្លៃវាក៏គួរសមហើយ spec ក៏ល្អតម្លៃម៉ៅនេះត្រឹមតែ20ជាងទេដែលយើងបានមកជាមួយនឹង sensor POR 3311
ដែលជាប្រភេទ gaming sensor ដែរដែលល្បឿនរបស់ sensor Port 311នេះល្បឿនវា IPS ដល់300អញ្ចឹងបើយើងយកលេងហ្គេមបាញ់គ្នាឬក៏ហ្គេមផ្សេងៗទូទៅអីក៏បានដែរហើយល្អមែនតើម៉ៅមួយនេះចំពោះអ្នកដែលគាត់យកការងារទូទៅឬក៏យកដាក់តាមខ្លួនឬក៏យកលេងហ្គេមអីតិចតួចហ្នឹងក៏បានដែរចំពោះតម្លៃប៉ុណ្ណេះហើយមួយវិញទៀតចំពោះ coding នៅលើសាច់ម៉ៅក៏គេធ្វើបានល្អដែរចំពោះម៉ៅតម្លៃប៉ុណ្ណេះសម្រាប់អ្នកដែលគាត់មិនចង់ចំណាយច្រើនទៅលើ gaming ម៉ៅហើយចង់បានតែម៉ៅមួយដែលកាន់ទៅស្នឹកដៃល្អស្រួលងាយស្រួលក្នុងការកាន់អញ្ចឹងអ្នកនរគ្នាអាចមើល VGN F1 SE នេះបានអញ្ចឹងវីដេអូនិយាយអំពីម៉ៅ VGN F1 SE នេះខ្ញុំមានតែប៉ុណ្្នឹងឯងអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយៗទៀត